กราខែមករាតោះខែ2ភាសាចិនគេនិយាយថា2月2月ចឹង2月នេះយើងប្រើថាខែកុម្ភៈតោះតទៅជាមួយខែ3ភាសាចិនគេអានថា3月3月មានន័យថាខែមីនា各位大家好សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺlão sưមកប្រាប់អំពីពាក្យខែម្ដងហើយថ្ងៃមុនយើងរៀនអំពីពាក្យថ្ងៃហើយឥឡូវយើងមករៀនពាក្យខែម្ដងតែភាសាចិនពីខែ1ដល់ខែ12ភាសាចិនគេអានបែបណាគេនិយាយបែបណាតោះមកតាមដានវីដេអូlão sưទាំងអស់គ្នាហើយតោះពាក្យទី1របស់យើងអានថា1月យើងប្រើថាខែមករាតោះខែ2ភាសាចិនគេនិយាយថា2月ចឹង2月នេះយើងប្រើថាខែកុម្ភៈតោះតទៅជាមួយខែ3ភាសាចិនគេអានថា3月មានន័យថាខែមីនាតោះសម្រាប់ខែ4ភាសាចិនគេនិយាយថា4月ហើយ4月មានន័យថាខែមេសាតោះខែ5ភាសាចិនគេនិយាយថា5月មានន័យថាខែឧសភាណាតោះតទៅជាមួយនឹងខែ6ក្នុងភាសាចិនគេនិយាយថា6月យើងប្រើថាខែមិថុនាតោះខែ7ភាសាចិនគេនិយាយថា7月យើងប្រើថាខែកក្កដាតោះខែ8ភាសាចិនគេនិយាយថា8月មានន័យថាខែសីហាតោះខែ9ភាសាចិនគេនិយាយថា9月មានន័យថាខែកញ្ញាទៅតងជាមួយនឹងខែ10ភាសាចិនគេនិយាយថា10月មានន័យថាខែតុលាតោះទៅតងជាមួយនឹង11月យើងប្រើថាខែវិច្ឆិកាតោះទៅតងជាមួយនឹងខែ12ភាសាចិនគេអានថា12月យើងប្រើថាខែធ្នូ谢谢